អ្នកគ្រូកូនរបស់ខ្ញុំខានជួប4-5ថ្ងៃហើយតើមានបញ្ហាអត់អ្នកគ្រូចាបងតាក់ទងជាមួយនឹងបញ្ហាកូនរបស់បងគឺអាចប្រឈមជាមួយនឹងការទល់លាមកឬក៏ការក្តៀនអញ្ចឹងមូលហេតុដែលធ្វើឲ្យកូនក្តៀនឬក៏ទល់លាមកគឺមាន4យ៉ាងទី1តាក់ទងជាមួយនឹងម៉ាក់ដែលគាត់មិនបើកដោះកូនហើយនឹងតាក់ទងជាមួយនឹងរបបអាហាររបស់គាត់បើក្នុងករណីគាត់អត់សូវចូលចិត្តញ៉ាំទឹកហើយគាត់ចូលចិត្តញ៉ាំអាហារគ្រីមក្រោះច្រើនដូចជាជូរហឹរប្រៃហើយណាមួយទៀតអាហារទាំងអស់ហ្នឹងគឺវាអត់មានជីវជាតិអីទេហើយបបផ្សំជាមួយនឹងគាត់អត់ចូលចិត្តញ៉ាំបន្លែទៀតអញ្ចឹងនៅពេលដែលកូនបើទៅគឺប្រឈមជាមួយនឹងបញ្ហាទល់លាមកឬក៏កាពះពោះវៀនចំពោះករណីទី2គឺកូនដែលគាត់មានបញ្ហាក្រពះពោះវៀនតាំងពីកំណើតអញ្ចឹងគឺធ្វើឲ្យគាត់ងាយប្រឈមជាមួយនឹងការទល់លាមកករណីទី3គឺសម្រាប់កូនដែលគាត់មកទឹកដោះគោជាម្សៅសម្រាប់ម៉ាក់ដែលគាត់អត់មានទឹកដោះឲ្យកូនបើអញ្ចឹងជាធម្មតាទឹកដោះគោម្សៅមួយចំនួនគឺកូនបើត្រូវទឹកដោះគោម្សៅមួយចំនួនទៀតគឺកូនបើអត់ត្រូវទេអញ្ចឹងក៏ងាយប្រឈមជាមួយនឹងការទល់លាមកដែរហើយករណីទី4គឺសម្រាប់កូនដែលគាត់4-5ថ្ងៃគឺគាត់ជូសម្ដងឬក៏4-5ថ្ងៃគឺគាត់អត់ជូសោះហើយលេចចេញនៅរោគសញ្ញាដូចជាមានការឈឺពោះហើមពោះក្អួតចង្អោរហើយពេលខ្លះមានអារម្មណ៍ថាលេះឡាហើយនឹងមានការកាត់បន្ថយនៃការមុំឬក៏គាត់អត់សូវមុំហ្នឹងក៏ជារោគសញ្ញាមួយដែលគាត់មានបញ្ហាទល់លាមកឬក៏តាក់ទងនឹងបញ្ហាកាពះពោះវៀនដែរអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់មានកូនទល់លាមកឬក៏ក្តៀនបែបនេះអញ្ចឹងកុំទុកយូរគឺត្រូវប្រញាប់យកកូនទៅជួបពេទ្យដើម្បីធ្វើការព្យាបាលព្រោះបើក្នុងករណីអត់ធ្វើការព្យាបាលទេគឺអាចនឹងមានបញ្ហាធ្ងន់ធ្ងរហើយខ្ញុំក៏ចង់ណែនាំតាក់ទងជាមួយនឹងដោយហ្វាឡាក់នេះគឺជាប្រភេទទឹកបឺតគឺប្រើបានសម្រាប់ក្មេងអាយុក្រោម1ឆ្នាំឡើងទៅរហូតដល់15ឆ្នាំគឺជាប្រភេទកញ្ចប់បឺតបែបនេះអញ្ចឹងសម្រាប់ដោយហ្វាឡាក់នេះគឺសម្រាប់ក្មេងដែលគាត់មានបញ្ហាទល់លាមកឬក៏ក្តៀនហើយក្នុងការប្រើប្រាស់គឺសម្រាប់ក្មេងអាយុក្រោម1ឆ្នាំឡើងទៅគឺឲ្យគាត់ញ៉ាំម្ដង5មីលីលីត្រចំពោះក្មេងអាយុ1ឆ្នាំដល់6ឆ្នាំគឺឲ្យគាត់ញ៉ាំពី5មីលីលីត្រទៅ10មីលីលីត្រហើយចំពោះក្មេង7ឆ្នាំដល់14ឆ្នាំឲ្យគាត់ញ៉ាំមួយថ្ងៃ10ទៅ15មីលីលីត្រហើយចំពោះក្មេងអាយុ15ឆ្នាំឡើងទៅគឺឲ្យគាត់ញ៉ាំ15ទៅ45មីលីលីត្រការញ៉ាំគឺមួយថ្ងៃញ៉ាំតែម្ដងទេចំពោះដោយហ្វាឡាក់នេះគឺជួយសម្រាប់ក្មេងកូនដែលគាត់មានបញ្ហាទល់លាមកឬក៏ក្តៀនហើយបើសម្រាប់រសជាតិវិញគឺងាយស្រួលនៅក្នុងការញ៉ាំអត់ពិបាកញ៉ាំទេដោយសារតែវាជាប្រភេទទឹកបឺតហើយសម្រាប់ក្មេងដែលគាត់អាចញ៉ាំជាសារាងបានគឺអាចបូមដាក់សារាងឲ្យគាត់ញ៉ាំបានអត់មានការពិបាកនៅក្នុងការញ៉ាំទេ